ការពីខេត្តបាត់ដំបងឯណោះវិញគឺអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថាយុវជនត្រូវរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈខណៈប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់ទីផ្សារការងារលើផ្នែកនេះអ្នកស្រីឡាយសកុនធីវីរាយការណ៍បន្ថែមជុំវិញព័ត៌មាននេះចា៎អភិបាលខេត្តបាត់ដំបងអាយដាមសក្លូនៅចំពោះមុខយុវជននិងអតីតពលករមកពីប្រទេសថៃបានបញ្ជាក់ថានៅក្នុងគណៈពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានតម្រូវការទីផ្សារការងារខ្ពស់លើផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈដែលជាឱកាសមួយសម្រាប់យុវជនត្រូវតែចាប់យកការរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈយ៉ាងតិចមួយសម្រាប់ប្រកបមុខរបរដើម្បីបង្កើននូវប្រាក់ចំណូលប្រចាំគ្រួសារការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលវិទ្យាឋានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងនៅថ្ងៃទី15ខែមិថុនាឆ្នាំ2026បានប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលបានធ្វើឡើងនៅវិទ្យាឋានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងអាយុដាមបានលើកឡើងថាការប្រារព្ធទិវានេះគឺជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នៅការបដិញ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ដោយសម្រេចឲ្យបាននៅគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតពិសេសសម្រាប់យុវជនដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិអាយុដាមបានណែនាំដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈទាំង3ក្នុងខេត្តបាត់ដំបងព្រមទាំងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ត្រូវជំរុញការគៀងគរអតីតពលករខ្មែរមកពីប្រទេសថៃប្រជាពលរដ្ឋនិងយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យឲ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិតងាយស្រួលរកការងារធ្វើនិងមានប្រាក់ចំណូលសមរម្យអាយុដាមបានអំពាវនាវដល់មន្ត្រីរាជការប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគ្រប់គ្រងផលិតផលខ្មែរបន្តពហិការផលិតផលថៃនិងរួបរวมសាមគ្គីគ្នាជាធ្លុងមួយគ្រប់គ្រងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាយកវិទ្យាឋានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងលោកបណ្ឌិតឈឹមធឿនបានដឹងថាទិវានេះបានធ្វើឡើងជារៀងរាល់ឆ្នាំដោយបានកំណត់យកថ្ងៃទី15ខែមិថុនាក្នុងបំណងលើកកម្ពស់គុណភាពគុណតម្លៃនិងកិត្តិនាមនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈតាមរយៈការផ្សព្វផ្សាយការជំរុញនិងការលើកទឹកចិត្តដល់សិស្សានុសិស្សនិស្សិតយុវជនមេដាបេដាអាណាព្យាបាលកម្មករនិយោជិកនិយោជកនិងផ្នែកឯកជនព្រមទាំងសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេសលោកបណ្ឌិតឈឹមធឿនបានបង្ហាញដែរថាតាមរយៈទិវានេះនឹងជួយជំរុញបន្ថែមឲ្យកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងខេត្តបាត់ដំបងដោយមិនបង់ប្រាក់សិក្សានិងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសដាក់ឲ្យអនុវត្តកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2023ឲ្យទទួលបានការចុះឈ្មោះចូលរៀនពីសំណាក់យុវជនសិស្សនិស្សិតបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងកម្មករនិយោជិកដើម្បីទទួលនៅជំនាញមួយពិតប្រាកដដែលអាចយកទៅប្រកបមុខរបរផ្ទាល់ខ្លួនឬបម្រើការងារនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាសនានាដែលធ្វើឲ្យពួកគាត់មានជីវភាពល្អប្រសើរឡើងដោយរក្សាបាននៅស្ថិរភាពការងារកំណើនផលិតភាពប្រាក់ចំណូលសមរម្យលក្ខខណ្ឌការងារល្អប្រសើរនិងចាក់ផុតពីបន្ទាត់នៃភាពក្រីក្រក្រៅពីបញ្ចប់វគ្គបណ្ដុះបណ្ដាលដើម្បីធានាបានថាសិស្សមានការងារធ្វើគ្រឹះស្ថាន TVET ទាំង3បានរៀបចំយន្តការផ្ដល់នូវសេវាគាំទ្រក្នុងការស្វែងរកការងារដល់សិស្សដែលបានបញ្ចប់វគ្គតាមរយៈមជ្ឈមណ្ឌលការងារខេត្តបាត់ដំបងនិងបានទំនាក់ទំនងជាមួយវិស័យឯកជនដើម្បីពង្រីកលទ្ធភាពក្នុងការផ្ដល់ឱកាសការងារដល់សិស្សបន្ទាប់ពីរៀនចប់លោកបណ្ឌិតបានគូបញ្ជាក់ថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្សដោយជួយផ្ដល់ឲ្យអ្នកសិក្សានៅចំណេះដឹងជំនាញបច្ចេកទេសសមត្ថភាពឥរិយាបថការងារដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញអ្នកបច្ចេកទេសនិងចូលរួមកាត់បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារ